បាទបងប្អូនជនរួមជាតិទីមេត្រីយើងឃើញថាពេលនេះទៅសងដែលត្រូវគេបណ្ដឹងចេញពីមុខស្ថានទូតចិនហ្នឹងពេលនេះបានមកដល់ទីលានប្រជាធិបតេយ្យហើយយើងឃើញថាកម្លាំងសន្តិសុខទាំងខណ្ឌដូនពេញទាំងខណ្ឌចកាមនគឺនៅជុំវិញទីលានប្រជាធិបតេយ្យនេះតែម្ដងដូច្នេះសូមទស្សនាទស្សនវិជ្ជាទាំងនេះដូចតទៅđó khăn được bây giờ tua này cái tua cái tua đó bây giờ ăn đây là nó để ăn mấy àបាទបងប្អូនជនរួមជាតិទីមេត្រីបន្តពីធ្វើដំណើរមកដល់ទីលានប្រជាធិបតេយ្យនេះក្រុមប្រសង់និងប្រជាពលរដ្ឋហ្នឹងក៏បានធ្វើសន្និសីទកសែតខ្លីមួយដូច្នេះសូមស្ដាប់សន្និសីទកសែតនេះដូចតទៅហ្នឹងហើយថ្ងៃហ្នឹងតែខាតយើងអត់ទាន់ដល់ទៅណាទេដោយសារគេរុញច្រានយើងគេជលាយើងចេញពីខាងនោះខាងទូតចិនប៉ុន្តែយើងសុកចិត្តចេញដោយសារតែគ្នាយើង 4-10 នាក់ហើយយើងមិនចង់មានចំនួនជាមួយនឹងពួកសន្តិសុខអត់មានសិលធម៌អស់ហ្នឹងហើយយើងមកដុំគ្នានៅទីលានប្រជាធិបតេយ្យដើម្បីចាំមើលដំណើរអញ្ជើញមកដល់របស់ប្រជាពលរដ្ឋខ្មែរនៅគ្រប់ខេត្តក្រុងនៅប្រជាជនកម្ពុជាហើយពួកយើងនឹងដើរទៅម្ដងទៀតទៅមុខឋានទូតចិនហើយពួកយើងនឹងបញ្ញាចិត្តការពារតំបន់អរ៉ែងបានដាច់ខាតបាទហើយបើសិនជាមានការវាយឬក៏មានការចាប់ពួកយើងក៏តែពួកយើងអត់ខ្លាចទេពីពួកយើងបានជួលដំណឹងទៅសាលាក្រុងរួចហើយកាលថ្ងៃទី8ហើយមុនថ្ងៃធ្វើបាតុកម្ម2ថ្ងៃនោះសាលាក្រុងគេទទួលហើយស្រាប់តែគេបដិសេធថាគេមិនអោយយើងធ្វើវិញប៉ុន្តែនៅយើងនៅតែធ្វើហើយមិញអភិបាលខណ្ឌនៅចកាមនគេថាមិនគេថាទៅសុំទៅទីលានប្រជាធិបតេយ្យទៅមានណាគេអនុញ្ញាតឲ្យធ្វើមុខឋានទូតទេប៉ុន្តែយើងបញ្យល់គាត់ថាកន្លងហើយសាលាក្រុងអនុញ្ញាតឲ្យធ្វើមុខឋានទូតយួនដាក់មីក្រូ 4-10-20 យើងស្រែកពេញទឹកពេញដីហេតុអីគេឲ្យពួកខ្ញុំទៅធ្វើកាត់កោតកម្មអត់ប្រហារនៅមុខឋានទូតចិនប្រហែលអ្នកស្អែកអីអត់ឲ្យនិយាយប៉ុណ្ណឹងគាត់ប្រើកម្លាំងបាយតែម្ដងគាត់ឲ្យសន្តិសុខនឹងរុញយើងចេញឆក់យកមីក្រូយើងឆក់យកបដាយើងប្រើកម្លាំងបាយដូច្នេះយើងដើម្បីមានបញ្ហារឿងសន្តិសុខបងប្អូនយើងផងយើងបញ្ឈប់មួយរយៈសិនហើយយើងចាំមើលដំណើរចេញមកដល់របស់បងប្អូនយើងនឹងធ្វើទៀតបាទហើយយើងអត់មានខ្លាចទេបើយើងខ្លាចបានន័យថាឲ្យពួកផ្ដាច់ការប្រមាណអ្នកហ្នឹងអូប្រទេសខ្មែរលះទៅរបស់គុំនេះហើយណាអញ្ចឹងដើម្បីជំនះរបស់គុំនេះនឹងបានយើងត្រូវចាប់ដៃគ្នាណារួញនាវាលទ្ធិប្រជាធិបតេយ្យកម្ពុជាឲ្យដើរទៅមុខជាដាច់ខាតបានតែយើងមិនអោយត្រឡប់ទៅក្រោយរបបឡៃពុយសាសដូចប៉ុលពតទៀតទេណាហើយរាល់ថ្ងៃហ្នឹងពួកហ្នឹងនិយាយឲ្យអត់មាននិយាយច្បាប់ផងហ្នឹងប្រើកម្លាំងវាថាបង្ក្រាបវាទៅដេញវាចេញហ៎បាទវាដឹងនិយាយពាក្យមកដូចថាស្ដាប់ខ្មែរគ្នាឯងអត់បានហើយនិយាយភាសាការទូតអត់បាននិយាយភាសាសិលធម៌អត់បាននិយាយថាអញហែងលោកសង្ឃក៏វាមិនគោរពទៀតណាព្រះសង្ឃជាទីសក្ការៈជាទីគោរពពុទ្ធបរិស័ទនិយាយលោកតាសំពះដល់វិបត្តិជើងឡើងហើយសេតសន្តិសុខហ្នឹងប្រមាណអ្នកណាមើងងាយពុទ្ធសាសនាប្រទេសខ្មែរទាំងមូលបងប្អូនជឿចាប់អត់បាទយើងជឿចាប់ណាហើយយើងមិនបណ្ដោយវាសនាប្រទេសជាតិយើងឲ្យពួកដឹកនាំប្រមាណគ្រឿងហ្នឹងធ្វើតាមចិត្តបានទេអញ្ចឹងខ្ញុំសូមអំពាវនាវបងប្អូនជនរួមជាតិខ្មែរទាំងក្នុងនិងក្រៅប្រទេសបាទយើងត្រូវតែចូលរួមជាមួយគ្នាណាហើយយើងធ្វើនេះគឺដើម្បីការពារតំបន់អរ៉ែងទេដល់ថ្ងៃ12កន្លងទៅហ្នឹងយើងទៅសិក្សានៅតំបន់អរ៉ែងបាទថ្ងៃកន្លងថ្ងៃទី2សំទោសយើងទៅសិក្សាតំបន់អរ៉ែងឃើញតំបន់អរ៉ែងមានទឹកជ្រោះមានអីធ្លាក់ស្អាតមែនទេមានព្រៃរុក្ខសាហើយដើមឈើល្អអរ៉ែងនៅខំដីខំទឹកអីហ្នឹងហើយមានធនធានធម្មជាតិដូចជាសត្វព្រៃដូចជាមច្ឆជាតិហើយមានអាឡែងសត្វនាគវាអត់កម្រមានណាស្រុកខ្មែរអត់មានទេណាខេត្តផ្សេងអាត្រីនាគណាហើយប្រទេសផ្សេងក៏អត់មានដែរអញ្ចឹងយើងឃើញតំបន់អរ៉ែងហ្នឹងគឺជាតំបន់មួយក៏ស្អាតចម្រុះពោផំបើសិនជាយើងកែប្រែតំបន់ហ្នឹងឲ្យទៅជាតំបន់អេកូទេសចរណ៍គាត់ថាប្រជាពលរដ្ឋខ្មែរទទួលបានប្រាក់ចំណូលមួយឆ្នាំបន្តិចទេពីផលប្រយោជន៍ហ្នឹងមួយទៀតប្រជាពលរដ្ឋខ្មែរ600គ្រួសារកំពុងតែទទួលឡើងទានអាហារកំពុងតែប្រកបមុខរបរចិញ្ចឹមជីវិតតាមអនុផលព្រៃឈើមួយគ្រួសារជាង
អភិវឌ្ឍចឹងទៅប៉ះពាល់ពួកគាត់ខ្លាំងណាស់ហើយយើងបរិសេធទេវរីគិសនីស្រុកខ្មែរវាខ្វះប៉ុន្តែសូមឲ្យទៅកន្លែងផ្សេងណាតំបន់ហ្នឹងវាស្អាតពេកហើយវាល្អពេកវាមានសត្វមានជីវិតច្រើនហើយយើងមិនប៉ុណ្ណឹងយើងអត់មានប្រឆាំងជាមួយនឹងរដ្ឋាភិបាលយើងអត់មានប្រឆាំងជាមួយនឹងគណៈបញ្ញយោបាយណាទេយើងគាត់គោលចំពោះថ្ងៃហ្នឹងគឺថាបញ្ឈប់ក្រុមហ៊ុនហ្នឹងណាហើយលើបងប្អូនជ្រាបហើយដេញយើងគេអត់ឲ្យយើងដើរយឺតទេណាគេឲ្យយើងរត់ដេញច្រើនយើងដើរយឺតក៏គេអត់ឲ្យដើរទៀតគេយើងគ្រាន់តែសិតដើរលើផ្លូវសាធារណៈគេមិនឲ្យដើរទេខ្ញុំដើរឡើងផ្លូវជើងឃើញទេបាទហើយគាត់ឲ្យខ្ញុំនិយាយគេមិនឲ្យនិយាយទៀតណាប្រសែតមកសុំសម្ភាសខ្ញុំមកអីធ្វើសកម្មភាពអីគេអត់ឲ្យសម្ភាសទៀតគឺដេញច្រើនយើងគេប្រោសកម្លាំងបាយតែម្យ៉ាងទេអញ្ចឹងខ្ញុំសូមជំរាបបងប្អូនថាខ្ញុំបាទនេះឈ្មោះសូនសង្វាតណាជាខ្មែរកម្ពុជាក្រោមប៉ុន្តែខ្ញុំរស់នៅលើខ្មែរកម្ពុជាកដាលនេះជាង10ឆ្នាំហើយខ្ញុំបានទៅប្រទេសថៃរៀនប្រហែលឆ្នាំខ្ញុំឃើញប្រទេសគេរៀបចំមានកន្លែងសេដ្ឋកិច្ចមានវិជាប្រវត្តិមានសិលធម៌មានសិទ្ធិមនុស្សត្រឹមត្រូវខ្ញុំមកស្រុកខ្មែរខ្ញុំជឿចាប់ណាមួយថ្ងៃឃើញស្រែយំដីធ្លីកន្លែងនេះកន្លែងនោះណាកាប់បំផ្លាញព្រៃឈើលួចព្រៃឈើខ្ញុំជឿចាប់ពេកដល់ឆ្ងាយហើយខ្ញុំចូលរួមស្ម័គ្រចិត្តអត់មាននរណាគិតបង្ខំខ្ញុំទៅឲ្យមកធ្វើទេហើយក៏ខ្ញុំមិនបានស្ថិតនៅក្នុងនានាការនយោបាយណាមួយទេខ្ញុំក្នុងនាមប្រជាពលរដ្ឋខ្មែរឯករាជ្យបាទខ្ញុំការពារផលប្រយោជន៍ខ្មែរអញ្ចឹងអំពាវនាវដល់គណៈបកនយោបាយទាំងអស់ដែលបានឆ្នោតពីប្រជាជនសូមមេត្តាយកចិត្តទុកដាក់ណាមើលផលប្រយោជន៍ជាតិជាធំផងតំបន់អរ៉ែងគេកំពុងចាប់តាមទូឆាយហើយគណៈបកនយោបាយហ្នឹងដែលទទួលបន្ទុកនៅគណៈកម្មការជំនាញក្នុងសភាទាំង10ហ្នឹងមេត្តាជួយទៅមើលផងហើយណាចាត់វិធានការផងបញ្ចប់ជាបន្តថាធ្វើនេះប៉ះពាល់ទៅធ្ងន់ធ្ងរពេកយើងមិនអាចទទួលបានទេហើយពួកខ្ញុំមិនមែនជាប្រជាជនក្នុងតំបន់អរ៉ែងទេប៉ុន្តែខ្ញុំស្រឡាញ់ទឹកដីស្រឡាញ់ធនធានធម្មជាតិខ្មែរខ្ញុំចង់ឲ្យវារស់នៅសោះបំព្រងមួយជីវិតមិនចង់ឲ្យមាននរណាមកបំផ្លាញទេកន្លងហើយឃើញទេក្រុមហ៊ុនណាមានបញ្ហាដីធ្លីយំស្រែកក្រុមហ៊ុនចិនឡើងណាមានដិតផ្ទះប្រជាជនមានចាប់ចងប្រជាជនក្រុមហ៊ុនយួនណាមានតែចិនយួនមករយៈពេលនឹង99ឆ្នាំសេដ្ឋកិច្ចកម្ពុជាប្រវត្តិខ្មែរយំស្រែកទូទាំងប្រទេសឃើញបងប្អូនជឿចាប់ហើយប្រជាពលរដ្ឋខ្មែរក្រោកឡើងគេចាប់យើងគេវាយយើងក៏យើងដាក់គុកណាហើយប្រជាពលរដ្ឋខ្មែរជឿចាប់បានតែស្រែកយំទេអំពីវិនិច្ឆ័យដល់បងប្អូនទេបងប្អូនរស់នៅក្រៅប្រទេសក្តីសូមមេត្តាមើលឃ្លៀបនឹងឲ្យពិចារណាណាបងប្អូនត្រូវតែជឿចាប់ណាឃើញកុំអោយបដ ாய் វាសនាប្រទេសជាតិហ្នឹងឲ្យពួកអ្នកដឹកនាំហ្នឹងធ្វើសាច់ទៅតាមតែអំពើចិត្តបាទយើងត្រូវតែរួមរំគ្នាកសាងប្រទេសយើងឡើងវិញហើយយើងសង្ឃឹមលើស្មារតីប្រជាពលរដ្ឋទាំងអស់ទាំងប្រុសទាំងស្រីទាំងក្មេងទាំងចាស់រួមរំគ្នាដើម្បីការពារប្រទេសជាតិការពារធនធានធម្មជាតិព្រៃឈើយើងកុំឲ្យពួកជំនួយទុច្ចរិតថៅកែទុច្ចរិតជិបគប់ជាមួយអ្នកមានអំណាចយកទឹកដីយើងយកព្រៃវិសាយើងយករាយយើងបំផ្លាញអស់បាទសូមអរគុណបាទលោកនាងគីទីមិត្តរីយើងឃើញថារហូតមកដល់ម៉ោងនេះថ្ងៃត្រង់ហើយកញ្ញាថាយ៉ាងគឺបន្ទាប់ពីការប៉ុនប៉ងរបស់ព្រះសង្ឃហើយនិងប្រជាពលរដ្ឋក្នុងចំនួនតូចហ្នឹងក្រងនឹងទៅអង្គុយនៅមុខទូតចិនដើម្បីធ្វើកោតកម្មមិនទទួលមិនឆានអាហារមិនទទួលទានបាយហ្នឹងឃើញតែកម្លាំងអាវុធពីច្រើនហើយកម្លាំងសន្តិសុខហ្នឹងបានដេញបំបែកគាត់និយាយទៅថាចុះម្នាក់ដេញម្នាក់ចុះសុំឲ្យពួកយើងអ្នកកសាគាត់គាត់អត់ឲ្យឈរនៅនឹងដែរហើយយើងឃើញថាបន្តមកនោះបដិជនដឹកនាំនៅព្រះអង្គលីចំនេហ្នឹងក៏បានត្រូវបានគេរុញមករហូតមកដល់ទីលានជាតិធិបតេយ្យពេលណាមកដល់ទីលានជាតិធិបតេយ្យយើងឃើញមិនត្រឹមតែប្រសង់ទេគឺក៏មានប្រជាពលរដ្ឋមកមួយចំនួនដែរហើយយុវជនហើយអ្នកផ្សាយទៅតាមខ្លំមើលឥឡូវនេះគឺមានបងប្អូនមកពីខេត្តកំពង់ស្ពឺដែរមានសួរលោកពូបាទលោកពូមកពីខេត្តកំពង់ស្ពឺមកចូលរួមសកម្មភាពប្រឆាំងក្នុងការសាងសង់វិរិយអគ្គិសនីរបស់ក្រុមហ៊ុនស៊ីណូហៃដ្រូនៅតំបន់ស្ទឹងឆាយអរ៉ៃហ្នឹងឬមួយក៏មកក្នុងគោលបំណងអីបាទមកប្រឆាំងរឿងហ្នឹងហើយមូលហេតុអីបាទលោកពូចូលរួមចេញមកប្រឆាំងក្រុមហ៊ុនស៊ីណូហៃដ្រូហ្នឹងដែរអញ្ចឹងបាទខ្ញុំមានមូលហេតុគឺមូលហេតុទី1ត្រង់ថាទូទាំងប្រទេសអស់លីងហើយនៅសល់មកកប៉ុចហ្នឹងហើយកន្លែងនេះកន្លែងខ្ញុំធ្លាប់នៅទៀតណាជាបោដោយធម្មជាតិគឺបើនិយាយអំពីមរគីមានតាំងពីកពើភ្នំមានតាំងពីខ្ទីងសោងលមាំងតម្រៃឥឡូវនៅមិនច្រើនប្រហែលតែក្នុងជាង30ប៉ុណ្ណឹងឯងហ្នឹងហើយហើយបើអស់អានឹងមួយទៀតចប់ហើយអូនផែនទីពិភពលោកមានអីទេហ្នឹងហើយខ្ញុំចង់អញ្ចឹងមកទី1សំណុំពររដ្ឋាភិបាលឲ្យលុបកិច្ចសន្យាទី2សូមឲ្យលោកចិនហ្នឹងឈប់ធ្វើឈប់អភិវឌ្ឍមិនខ្វះទេកន្លែងតែកន្លែងនឹងមួយសុំទុក 30000 ហិកតាអូនប្រមទល់នឹងកោះកុងពូសាត់ជាប់គ្នាទាំងរ៉ៃណា
ហ្នឹងហើយបើកាលណាកំតិចដូចជាការផ្សាយអីឲ្យតិចថ្មតិចអីយកមកសេវមកដាក់អស់រាប់ម៉ឺនតោនមានន័យថាកពើនឹងងាប់ហើយផុតពូជហើយអូនឯងក៏អត់បានស្គាល់ដែរហ្នឹងហើយឥឡូវអូនឯងចង់សួរថាទលេសាបអូនឯងដែរស្គាល់ត្រូវក្បកនោះឥឡូវអត់អាលីងណាមូលហេតុអីហើយប្រវត្តិសាស្ត្រក៏មានដែរតែលោកអ្នកនឹងអត់ព្រមជឿទេឥឡូវខនអាចចៃកជុករមបានទៀតផងហើយអត់ព្រមជឿទេព្រោះអស់លោកធំមិនដែរច្រាស់ហ្នឹងនិយាយចំមកតែព្រោះឡើយមានទេឥឡូវអត់ទេតែកែអត់មានទេបានខ្ញុំមកមូលហេតុហ្នឹងតែអស់លីងហើយខ្ញុំចង់សុំថាឲ្យស្ទឹងអរ៉ែងហ្នឹងនៅជាអមតៈដើម្បីកូនចៅខ្ញុំតនក្រោយខ្ញុំចិត្តពីអូនហើយឡាយមូលកំពង់ស្ពឺហ្នឹងនៅភូមិឯឃុំឯដែរត្រៃទៅយើងបាទហើយមកលើកគ្នាមកប្រហែលអ្នកដែរខ្ញុំឃើញមានទីវិញផងដែរមកបាន39នាក់ឥឡូវតាមតកងឡាន40អូចឹងមកមួយឡានមកហ្មងមកមួយឡានបាទហើយនៅវិញមានសួរឥឡូវចង់ដឹងពីអារម្មណ៍នៅវិញមើលសម្លាញ់សម្បត្តិធម្មជាតិការពារតំបន់អរ៉ៃនេះក្នុងកម្រិតណាដែរស្រឡាញ់ហ៎អញស្មើជីវិតហ្មងដើម្បីមានជីវិតអត់មានរែងធនធានធម្មជាតិខ្មែរយើងនៅលើទឹកដីខ្មែរក៏មិនដឹងរស់នៅដើម្បីអីទេបាទចាហើយពេលដែលឮដំណឹងថារដ្ឋាភិបាលផ្ដល់សិទ្ធិឲ្យក្រុមហ៊ុនស៊ីណូហើយទៅឡងគេពងសិក្សាហើយតិចទៀតហ្នឹងកម្រោគេហ្នឹងគេនឹងដាក់គ្រឿងចាក់គ្រឿងអីទៅទប់ស្កាត់ទឹកឆាយអរ៉ៃហ្នឹងដើម្បីធ្វើវិរិយអគ្គិសនីហើយដល់ការណាធ្វើដោយលពូមានភាសាអញ្ចឹងគឺវាប៉ះពាល់ឲ្យក្នុងនាមនឹងមីងដែលជាស្ត្រីខ្មែរដែលស្រឡាញ់សម្បត្តិធម្មជាតិហ្នឹងតើមានប្រតិកម្មយ៉ាងម៉េចដែរបាទខ្ញុំមានប្រតិកម្មឡើងថាសូមជំរាបឲ្យខ្មែរគ្រប់ជនជាតិខ្មែរថាខ្មែរទូទាំងប្រទេសឲ្យក្រោកឈរឡើងដើម្បីជួយការពារសម្បត្តិរបស់ខ្មែរយើងណាកុំឲ្យវារលាយរលត់ដោយសារពួកដែលថាក្រុមហ៊ុនដែលមិនស្រឡាញ់ទឹកដីខ្មែរយើងនេះឲ្យលុបបំបត្តិចោលណាកុំឲ្យធ្វើតទៅទៀតចាចុះបើសិនណាគេនៅអត់ធ្វើគិតមិនឡើយណាយើងជាប្រជាពលរដ្ឋទៀតរហូតទៅស្ទឹងអរ៉ែងទៀតទៅដល់ស្ទឹងអរ៉ែងមកឥឡូវហ្នឹងកំពុងតែចងជាសហគមន៍អញ្ចឹងចងជាកម្លាំងអញ្ចឹងទៅហៅពួកកោះកុងឡើងស្ទឹងអរ៉ែងទាំងអស់ឲ្យជនជាតិភាគតិចនៅនឹង48គ្រួសារហ្នឹងហៅចូលទៅឲ្យកំតិចចោលនៅមាត់ទំនប់តែម្ដងមកវាគៀលរស់នៅធ្វើអីទៀតបើវល់ធ្វើតែអញ្ចឹងអត់ដែររស់នៅអីនៅរមណានិគមទេអាពេលឡងខ្ញុំអត់និយាយតែអានៅសល់ទេហើយទប់ឲ្យមុនគេថាធ្វើស្រែធ្វើលបងមុនទៅហើយតែគេកិច្ចហើយចប់ខ្ញុំហើយអានេះបើកាលណាគេនៅតែធ្វើគឺខ្ញុំទៅដល់ហ្នឹងឲ្យអ្នកណាដែលសម្លាប់ឬក៏ចាប់ខ្ញុំយកទៅដាក់គុកដើម្បីទឹកដីជាតិពុជសាសឲ្យជាប់គុកចុះហើយឲ្យសកលលោកសួរថាដែលអ្នកស្នេហាជាតិទឹកដីគេចាប់ដាក់គុកតើមានច្បាប់ទេបាទតែខ្ញុំចង់អញ្ចឹងអូអញ្ចឹងបានន័យថាព្រឹកនេះមិនមែនជាមកជាការចូលរួមធម្មតាទេគឺបង្ហាញពីឆន្ទៈរឹងមាំហើយកំពុងតែរៀបចំចងបណ្ដាញសហគមន៍ហ្នឹងការពារតំបន់អរ៉ៃហ្នឹងគឺមានធ្លាប់បានចូលរួមជាមួយអង្គការ Mother Nature របស់លោកអាឡិចដែលជាអង្គការមេដាធម្មជាតិទេថ្ងៃហ្នឹងបានញ៉ាយឮថាដំណើរជិះកង់ជិះអីណាឲ្យខ្ញុំអត់បានមកទេហើយបើបានមកតាំងថ្ងៃហ្នឹងលេងតាំងពីថ្ងៃហ្នឹងបាត់ហើយព្រោះខ្ញុំគុំសម្បើមហ្នឹងពួកអស់លីងទៅហើយនៅសល់តែប៉ុណ្ណឹងណាអូនអូនឯងត្រូវដឹងរឿងហើយខ្ញុំចង់ហៅពួកអាបណ្ឌិតប្រហែលអ្នកហ្នឹងមកនិយាយមួយខ្ញុំហ៎បណ្ឌិតជាមយាបណ្ឌិតជាមយាអាបណ្ឌិតណាក៏ដោយសងខាខ្ញុំអត់ចង់នេះបណ្ឌិតមានបណ្ឌិតមួយទៀតលោកបណ្ឌិតអីគេកញ្ញាជើងផលទៅរត់ណាហើយចង់ចូលរឿងពីប្រវត្តិសាស្ត្រនេះហើយបណ្ឌិតខៃសផានមួយទៀតណាអត់ពិសេសសាស្ត្រាចារ្យបាទរស់បណ្ឌិតចន្ទ្រាបុត្រដែលកម្ពុជាអ្នកប្រវត្តិសាស្ត្រនៅផ្ទះជាតិខ្ញុំហៅមកសួរថ្ងៃមុននេះអត់និយាយជាមួយខ្ញុំបន្តិចទេកាលទៅប្រាប់ហៀជាមួយហ៊ាននិយាយទឹកដីស្រាប់មកដល់លើកនេះអត់ហ៊ាននិយាយមួយខ្ញុំទេរស់បណ្ឌិតចន្ទ្រាបុត្រហ្នឹងណាជាអ្នកចៅជ្រាបប្រវត្តិសាស្ត្រច្បាស់ណាស់ស្រុកខ្មែរទាំងនោះខ្ញុំសួរអំពីប្លង់ដីខ្មែរមានប៉ុន្មានបាទឥឡូវវិលមកសំណួរចុងក្រោយវិញបាទចុងក្រោយវិញឥឡូវចេញពីហ្នឹងទៅតាណាទៀតឥឡូវណាឥឡូវបាទឥឡូវថាឲ្យជួបជុំគ្នាខ្ញុំទៅនេះខ្ញុំចង់ទៅទូចិនចាហើយអូឡើយអត់បានទៅទូចិនទេទៅដល់គេរុញមកវិញលឺតែគុណមានពុទ្ធកាតែខ្ញុំកណាត្រមកដល់ព្រោះទៅដល់នេះចង់ប្រាប់ថាអ្នកដែលយាមទូចិនហ្នឹងអ្នកឯងយាមមានសិទ្ធិឲ្យការពាររឿងណែនេះគឺជនគេមកនៅធ្វើទូតអីណាតែខ្ញុំខំតែចង់បញ្ជាក់សូមថាឲ្យលោកចិនហ្នឹងជួបនិយាយបន្តិចប៉ុន្តែបើតាមខ្ញុំដឹងរឿងអនុញ្ញាតឲ្យក្រុមហ៊ុនចិនចូលសិក្សាស្រាវជ្រាវរឿងគឺសម្ដេចហ៊ុនសែនទេតែមិននាំគ្នាទៅផ្ទះសម្ដេចទេ
ទៅផ្ទះសម្ដេចក៏ទៅអូអានេះគម្រោងតែក្រោយទៀតនឹងច្បាប់មានហើយដំណើរអូធ្វើតាមដំណើរបាទអូបើបានទៅផ្ទះហ៊ុនសែនទៅល្អចង់សួរគាត់ហ្មងគាត់កើតក្រោយខ្ញុំមកជួចាបាទលោកពូអាយុប៉ុន្មានទេលោកណា72ហើយចា72បាទមើលចង់សួរគាត់មិនខ្លះចង់សួរថាលោកបងប្រវត្តិសាស្ត្រប្រទេសវារបៀបម៉េចចង់ឲ្យបកអស់ខ្ញុំហើយបើគាត់ឆ្ងល់ចាំមកខ្ញុំជូនគាត់វិញបាទអីមកណាដែល99ឆ្នាំអូនឯងទៅយកបាននេះកម្ពុជាក្រមទៅ62យួនវាថាបោះវាហើយហ្នឹងបាទចុះរំ99ឆ្នាំអូនឯង3តអាណាទៅយកបានវិញហើយនៅជេរដែរគាត់បានថ្ងៃតាមបងគាត់អត់វាយហ្នឹងបូកូចប់ហើយប្រវត្តិសាស្ត្រឥឡូវគិរីរំចិត្តផ្ទះបងអស់អីមិនហៀងទៀតហើយបាទឲ្យចេះតែបដ ாய் ទៅតែនោមពីបងប្អូនទាំងអស់គ្នាអត់ឈឺឆ្អាលទេនៅសុកកអ៊ឺសៅកអ៊ឺឥឡូវគេមានសិតតែផ្ទះថ្មហើយណាហើយអញ្ចឹងណាខ្ញុំខឹងតែប៉ុណ្្នឹងទេអត់គ្នាអលឹកទេនៅស្ងំហៀមឥឡូវគេរីកហើយមើលឡានជុំវិញអីហោហែណាតែសម្រាប់តែអ្នកមានទេអូនឯងទៅមើលអ្នកក្រអត់មានទេហ្នឹងហើយគេអភិវឌ្ឍមានអភិវឌ្ឍចឹងទេអភិវឌ្ឍជនបទចូលក្រុងឯងរីកពីក្រុងទៅជន់អស់លីងបាទចាហើយលោកមកអញ្ចឹងខ្ញុំឃើញប៉ូលីសច្រើនណាបើសិនគេចាប់គេចងឲ្យអ៊ំភ័យអត់អូខ្ញុំប្រាប់អត់ឃើញទីក៏ដែរដើម្បីទឹកដីទេមិនមែនមកតាមលោកប៉ូលីសអីទេហើយបើគេនិយាយអំពីសន្តិសុខថាឲ្យមកខូចស្ថិរភាពសង្គមចោះតែយួនចូលមកថ្ងៃ200នោះមិនក៏មិនឲ្យខូចសន្តិភាពសង្គមខ្ញុំឲ្យតែចាប់ទៅមួយខ្ញុំថ្ងៃមុនគេយួនឡានឲ្យខ្មែរតែត្រូវបើ37ធ្នេអានឹងមើលស្ថានភាពសង្គមអីខ្ញុំស្រាប់បានណាយើងតែម្នាក់អាយុ16ឆ្នាំមក10នាក់មកវាយវាថាវាយទៅវិញទៅមកនេះអាចបលិសខ្ញុំមកហ្នឹងខ្ញុំទៅមកខ្ញុំជិតទៅសាមរៃកាយ៉ាក់ខួរមកអត់មានធ្វើអីទេអូបងពីនេះឯងបងបាទអញ្ចឹងកំដុំរឿងបាត់ចិត្តឈឹងហ្មងមិនចិត្តឈឹងទេ